ក្មេងទស្សវត្ស90ពេលមេឃភ្លៀងគឺជាពេលដែលចេញលេងសម្រាប់ក្មេងសម័យនេះពេលមេឃចាប់ផ្ដើមងងឹតហើយភ្លៀងធ្លាក់ប្រហែលជាពេលដែលត្រូវរត់ចូលផ្ទះបិទបង្អួចហើយយកទូរស័ព្ទមកលេងប៉ុន្តែសម្រាប់ក្មេងទស្សវត្ស90ភ្លៀងធ្លាក់គឺជាសញ្ញាថាដល់ពេលចេញលេងហើយនៅពេលមេឃចាប់ផ្ដើមខ្មៅខ្យល់បក់ត្រជាក់ហើយសំឡេងដំណក់ភ្លៀងដំបងចាប់ផ្ដើមធ្លាក់លើដំបូលផ្ទះតក់ដូចជាសំឡេងហៅយើងចេញទៅក្រៅក្លិនដីស្ងួតដែលទៅតែប៉ះទឹកភ្លៀងលើកដំបងឡើងមកជាមួយខ្យល់ត្រជាក់ប៉ុន្តែឈ្ងុយប្លែកដូចក្លិនកុមារភាពដែលមិនអាចពិពណ៌នាបានយើងមិនបានគិតថាភ្លៀងហើយតើមានអ៊ីនធឺណិតលេងអីឬទេយើងគិតតែថាមិត្តភ័ក្តិនៅឯណាហើយពេលភ្លៀងធ្លាក់ខ្លាំងសំឡេងវាកាន់តែច្បាស់សូរលើដំបូលផ្ទះស្បូវនិងសង្កសីដូចជាវង់ភ្លេងធម្មជាតិមួយដែលលេងសម្រាប់យើងតែប៉ុណ្ណោះក្មេងៗចាប់ផ្ដើមរត់ចេញពីផ្ទះខ្លះរត់ជើងទទេដែលមានអារម្មណ៍ថាដីត្រជាក់ប៉ះជើងគឺសប្បាយជាងស្បែកជើងណាទាំងអស់ខ្លះមិនតាន់បានពាក់អាវផងខ្លះកាន់ចានឬក៏កំពុងចាស់មកធ្វើជារបស់លេងផ្លូវដែលធម្មតាមានធូលីខ្លាចជាផ្លូវភក់ទន់ធ្លុកទឹកតូចខ្លាចជាអាងហែលទឹកសម្រាប់យើងលោតលេងទឹកហូរតាមផ្លូវក៏ខ្លាចជាទន្លេតូចដែលមានសំឡេងហូរដូចជាកំពុងនិយាយរឿងរ៉ាវរបស់វាយើងយកកំប៉ុងត្រីខធ្វើជាទូករួចដាក់ចូលទឹកដែលកំពុងហូរហើយរត់តាមវាដើម្បីមើលថាទូករបស់អ្នកណាទៅបានឆ្ងាយជាងគេពេលខ្លះគ្មានកំប៉ុងត្រីខក៏យកស្លឹកឈើមកជំនួសអ្វីជំវិញខ្លួនសុទ្ធតែអាចខ្លាចជារបស់លេងបានដោយគ្រាន់តែមានការស្រមៃយើងលោតចូលក្នុងធ្លុកទឹកសាច់ទឹកត្រជាក់ប៉ះមកប៉ះដងខ្លួនហើយធ្វើឲ្យយើងសើចបានដោយមិនដឹងមូលហេតុបាច់ទឹកដាក់គ្នារត់ប្រណាំងតាមផ្លូវឡើងបែកភក់ពេលខ្លះរអិលដួលប្រឡាក់ភក់ពេញខ្លួនហើយក៏សើចដាក់គ្នាដូចជាគ្មានពិភពលោកខាងក្រៅទេពេលនោះសម្លៀកបំពាក់ដែលម៉ែទៅបោកស្អាតក៏មិនសូវខ្វល់ព្រោះនៅពេលនោះយើងមិនទាន់យល់ថាសម្លៀកបំពាក់មួយឈុត Dutch Original និង Crowro ជា brand កូនខ្មែរផលិតនិងលក់សម្លៀកបំពាក់ប្រណិតធ្វើពីសាច់ក្រណាត់កប្បាសគុណភាពខ្ពស់ដោយកូនខ្មែរប៉ិតផ្ដោតលើផាសុកភាពខ្ពស់ប្រណិតភាពរចនាស្ទាយបែបសាមញ្ញតែថ្លៃថ្នូរដូចជាគ្មានពិភពលោកខាងក្រៅទេពេលនោះសម្លៀកបំពាក់ដែលម៉ែទៅបោកស្អាតក៏មិនសូវខ្វល់ព្រោះនៅពេលនោះយើងមិនទាន់យល់ថាសម្លៀកបំពាក់មួយឈុតត្រូវចំណាយពេលប៉ុន្មានដើម្បីបោកនិងហាលទេយើងដឹងតែថាម្យ៉ាងគឺភ្លៀងកំពុងធ្លាក់ហើយមិត្តភ័ក្តិកំពុងនៅទីនោះប៉ុន្តែភាពសប្បាយនោះមិនអាចនៅបានរហូតទេនៅពេលខ្លះពីក្នុងផ្ទះមានសម្លេងមួយដែលយើងស្គាល់ច្បាស់បំផុតគឺអាអូនចូលផ្ទះកុំលេងភ្លៀងយូរពេកយើងធ្វើដូចជាមិនឮព្រោះសម្លេងភ្លៀងខ្លាំងជាងសម្លេងម៉ែហើយបន្តិចក្រោយមកសម្លេងនោះកាន់តែខ្លាំងចូលមកងូតទឹកឈប់លេងទៅយើងនៅតែចង់លេងព្រោះយើងមិនដឹងថាភ្លៀងលើកក្រោយនឹងមកនៅពេលណាទេហើយយើងក៏មិនដឹងថាកុមារភាពនេះនឹងកន្លងផុតទៅលឿនប៉ុណ្ណាហើយពេលសំឡេងម៉ែបដូរពីចូលផ្ទះទៅជាមកញ៉ាំបាយនោះហើយជាពេលដែលការលេងត្រូវបានបញ្ចប់យើងរត់ចូលផ្ទះទាំងខ្លួនសើមទាំងសក់ជាប់ទឹកទាំងជើងប្រឡាក់ភក់នៅពេលដើរចូលផ្ទះយើងអាចឮសំឡេងភ្លេងនៅពីក្រោយខ្នងដូចជាវាកំពុងនិយាយលាងូតទឹកមួយរួចទឹកក្តៅពីងចាស់ប៉ះស្បែកធ្វើឲ្យយើងដឹងថាយើងបានត្រឡប់ពីពិភពមួយផ្សេងទៀតមកវិញហើយអង្គុយញ៉ាំបាយក្តៅក្លិនបាយនិងម្ហូបម៉ែធ្វើលាយជាមួយក្លិនសាប៊ូនិងក្លិនភ្លៀងដែលនៅជាប់លើសក់ក្រៅផ្ទះភ្លៀងនៅតែធ្លាក់លើដំបូលមានសំឡេងតក់បន្តិចដូចជាកំពុងរំលឹកថាពិភពលេងនៅខាងក្រៅនោះនៅតែបន្តពេលនោះយើងមិនបានដឹងទេថារូបភាពធម្មតាទាំងនេះភ្លៀងដីសើមសំណើចមិត្តភ័ក្តិនិងសំឡេងម៉ែហៅនឹងក្លាយជាអនុស្សាវរីយ៍ដែលមិនអាចត្រឡប់ទៅវិញបានទេថ្ងៃនេះនៅពេលដែលយើងឃើញភ្លៀងធ្លាក់យើងប្រហែលជាគិតពីការកកស្ទះចរាចរណ៍ជន់លិចផ្លូវឬការងារដែលត្រូវពន្យាពេលប៉ុន្តែជ្រៅក្នុងចិត្តមានអ្វីតូចនៅតែរលឹកពេលឮសំឡេងភ្លៀងលើដំបូលវាជាសំឡេងដដែលនោះដែលធ្លាប់ហៅយើងចេញទៅលេងប៉ុន្តែពេលយើងនៅក្មេងភ្លៀងមិនមែនជាឧបសគ្គទេវាជាភាពរីករាយវាជាក្លិនដីសើមដែលធ្វើឲ្យយើងញញឹមដោយមិនដឹងមូលហេតុវាជាសំឡេងទឹកធ្លាក់ដែលធ្វើឲ្យបេះដូងយើងលោតលឿនវាជាធ្លុកទឹកតូចដែលធំជាងពិភពលោកទាំងមូលរបស់យើងវាជាមិត្តភ័ក្តិដែលឈរចិត្តហើយសើចដែលគ្មានហេតុផលប្រហែលជាក្មេងសម័យនេះនឹងមិនយល់ថាហេតុអ្វីបានជាយើងស្រឡាញ់ថ្ងៃភ្លៀងខ្លាំងបែបនេះប៉ុន្តែសម្រាប់ក្មេងទស្សវត្ស90ភ្លៀងមួយមេមិនមែនគ្រាន់តែជាអាកាសធាតុទេវាជាការចងចាំរស់នៅក្នុងចិត្តហើយទោះបីជាពេលវេលាកន្លងផុតទៅប៉ុន្មានឆ្នាំក៏ដោយពេលឮសំឡេងភ្លៀងម្ដងទៀតយើងមិនមែនត្រឹមតែឮទឹកធ្លាក់ទេយើងឮសំណើចរបស់ខ្លួនឯងនៅកុមារភាពវិញDutch Original និង Crowro ជា brand កូនខ្មែរដែលផលិតនិងលក់សម្លៀកបំពាក់ប្រណិតសម្រាប់បុរសស្ត្រីនិងកុមារផ្ដោតលើផាសុកភាពខ្ពស់ប្រណិតភាពសាមញ្ញតែថ្លៃថ្នូរផលិតពីសាច់ក្រណាត់គុណភាពខ្ពស់និងមាន logo Dutch Original ដោយកូនខ្មែរប៉ិត Dutch Original ក៏មានទទួលផលិតឯកសណ្ឋាន Premium ជាមួយ logo សម្រាប់ក្រុមហ៊ុនស្ថាប័ននិងអង្គការនានាផងដែរ Dutch Original បានបដូរទីតាំងពីក្រោយសាលារចនាមកទីតាំងថ្មីស្ថិតនៅក្រោយធនាគារ ABA សាខាស្តាត់ចាស់ផ្ទះលេខ 18D និង 53D រង្វង់មូលគួយកាណុងចម្ងាយ80ម៉ែត្រទីតាំងហាងមានតែមួយគត់ Facebook Dutch Original និង Crowro Original